បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាអ្នកចិញ្ចឹមកដោបសុខទុក្ខយ៉ាងណាហើយចំណែកខាងខ្ញុំនេះគឺកដោបល្អខុសពីខែមុនបងប្អូនព្រោះអីខែនេះវាក្តៅអញ្ចឹងកដោបខ្ញុំវាសុខភាពល្អហើយវាអត់ទាន់មានងាប់មានអីទេបងប្អូនមើលណាគឺធុងខ្ញុំនេះតែតឹង1 ម៉ែត្រកន្លះបតោច3 ម៉ែត្រហើយបងប្អូនមើលកដោបឡើងក្រាលពេញបាតធុងមកបងប្អូនអញ្ចឹងបងប្អូនចង់ចាប់ផ្ដើមចិញ្ចឹមកដោបអីបងប្អូនអាចចាប់ផ្ដើមចិញ្ចឹមពីខែនេះទៅបានបងប្អូនព្រោះអីខែនេះវាអស់ទឹកភ្លៀងហើយបងប្អូនហើយកដោបរបស់យើងចិញ្ចឹមទៅគោវាអត់មានហានិភ័យជួបបញ្ហាងាប់ឬក៏វាសក់ដោះស្លាប់អត់រួចទេបងប្អូនព្រោះអីខែនេះវាក្តៅអញ្ចឹងយើងចិញ្ចឹមទៅដឹងតែបានផលហើយបងប្អូនហើយបងប្អូនក៏មើលងាយអ្នកចិញ្ចឹមកដោបបងប្អូនហើយបងប្អូនក៏មើលងាយមុខរបរតូចតាចនេះមុខរបរតូចតាចនេះតែអាចចិញ្ចឹមយើងរស់ស្រួលហេតុអីបានខ្ញុំថាអញ្ចឹងព្រោះអីខ្ញុំគិតថាមុខរបរនេះវាទទួលបានផលលឿនបងប្អូនគិតមើលតែ45ថ្ងៃយើងអាចទទួលបានផលមកវិញទេបងប្អូនបើយើងចិញ្ចឹមមាន់ចិញ្ចឹមទាយើងចាយពេលមើលថែវាខ្ទង់វាក់6 7 ខែបានយើងបានលក់តែបើយើងចិញ្ចឹមកដោបគឺ45ថ្ងៃបងប្អូនយើងអាចទទួលបានផលមកវិញហើយមួយធុងនេះបើយើងចាប់កំប៉ុងលក់ខ្លួនឯងដូចធុងខ្ញុំនេះទៅតឹង1 ម៉ែត្រកន្លះបតោច3 ម៉ែត្រយើងចាប់លក់ក៏បានខ្ទង់25,000ទៅ30,000ដែរបងប្អូនអញ្ចឹងបើយើងចិញ្ចឹមបាន4-5 ធុងឬក៏10 ធុងអីទៅបងប្អូនគុណលុយទៅឃើញហើយបងប្អូនអញ្ចឹងបងប្អូនចង់ចាប់ផ្ដើមចិញ្ចឹមអីបងប្អូនអាចសាកល្បងចិញ្ចឹមបានបងប្អូនហើយមុខរបរមួយនេះវាមិនជាចំណាយដើមទុននៃច្រើននៃណាប្រហែលទេបងប្អូនឲ្យតែយើងមានលុយទិញពងគេកន្លះគីឡូឬក៏1 គីឡូហើយយើងចាប់ផ្ដើមពីធុង1ធុង2ទៅយើងអាចចាប់មុខរបរនេះបានហើយបងប្អូនដោយសារថាមុខរបរមួយនេះយើងប្រើដើមទុនអស់តិចតែទេមិនអស់ច្រើនប្រហែលទេបងប្អូនបើយើងមានលទ្ធភាពយើងធ្វើធុងយើងពីអាស័យអញ្ចឹងទៅគឺយើងចំណាយដើមទុនកាន់តែតិចទៀតដែរបងប្អូនហើយបងប្អូនចង់ចាប់ផ្ដើមចិញ្ចឹមអីបងប្អូនអាចចិញ្ចឹមបាន